កាលដែលព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃសត្វលោកព្រះអង្គទ្រង់មានព្រះបំណងដឹកនាំឲ្យភិក្ខុសង្ឃទាំងឡាយមានការចូលព្រះវស្សាចំនួនត្រីមាសកំណត់ចំនួន3ខែគឺដើម្បីឲ្យភិក្ខុសង្ឃទាំងឡាយបានជួបជុំគ្នានៅក្នុងទីវត្តទីអាវាសតែមួយគ្រប់តំបន់គឺដើម្បីបង្កើតឲ្យមានគ្រួសារសង្ឃតាមវត្តអារាមនីមួយៗដើម្បីបង្កើតឲ្យមានភាពស្និទ្ធស្នាលនិងស្គាល់គ្នាជិតស្និទ្ធនិងចេះគោរពកោតក្រែងគ្នាទៅវិញទៅមករវាងភិក្ខុសង្ឃជាបរិស័ទរបស់ព្រះអង្គដើម្បីបង្កើតឲ្យមានការបដិបត្តិធម៌រួមគ្នានិងសាកិច្ឆាសន្ទនាសូត្រធម៌ស្វាធ្យាយធម៌វិន័យជារៀងរាល់ថ្ងៃការចូលព្រះវស្សាគឺដើម្បីឲ្យមាននៅសណ្ដាប់ធ្នាប់និងរបៀបរៀបរយល្អក្នុងសង្គមសង្ឃនៅក្នុងព្រះពុទ្ធសាសនានិងដើម្បីចងសម្ព័ន្ធមេត្រីភាពរវាងភិក្ខុសង្ឃជាមួយនឹងពុទ្ធបរិស័ទជាឧបាសកឧបាសិកានិងទាយកទាយិកាជាអ្នកធ្វើទានគោរពប្រតិបត្តិចំពោះគុណព្រះរតនត្រ័យគឺព្រះពុទ្ធព្រះធម៌និងព្រះសង្ឃដោយចិត្តជាសទ្ធាជ្រះថ្លាហើយអានិសង្ឃ5ដែលកើតចេញអំពីការចូលកាន់ព្រះវិសារបស់ព្រះភិក្ខុសង្ឃគ្រប់ចំនួន3ខែអស់កាលមិនដាច់ដែលបានទទួលនៅការក្រាក្រងកឋិននិងអនុមោទនានៅកឋិនទានដែលពុទ្ធបរិស័ទបានធ្វើជាមួយគឺកើតចេញពីព្រះハរតីប្រកបដោយសេចក្តីស្រឡាញ់រាប់អានដោយភាពស្និទ្ធស្នាលរវាងគ្នានិងគ្នាចំពោះព្រះភិក្ខុសង្ឃទាំងឡាយដែលបានស្គាល់គ្នាជិតស្និទ្ធស្គាល់ពីអត្តចរិតនិងចិត្តគំនិតគ្នាទៅវិញទៅមកដោយការគោរពកោតក្រែងគ្នាទៅវិញទៅមកផងដែរដែលបង្កើតឲ្យមានសហព្រហ្មចារីគឺការប្រព្រឹត្តធម៌នៅរួមជាមួយគ្នាភិក្ខុសង្ឃទាំងអស់នោះមានព្រហ្មវិហារធម៌4ជាមួយគ្នាទៅវិញទៅមកគឺមានមេត្តាករុណាមុទិតានិងឧបេក្ខាធម៌ដ៏ល្អចំពោះគ្នាទៅវិញទៅមកប្រៀបបីដូចជាសត្វបក្សីទាំងឡាយដែលនៅក្នុងទ្រនំនៃសម្បុកតែមួយពេលចូលនិន្ទ្រាក្នុងពេលរាត្រីយប់ស្ងាត់ហើយពេលព្រឹកព្រលឹមពេលដែលព្រះអាទិត្យរះភ្លឺឡើងកាលណាពុសត្វបក្សាបក្សីទាំងអស់នោះក៏ហិចហើរទៅកាន់ទីតីក្នុងទិសទាំងពួងរៀងខ្លួនលុះពេលរាត្រីប្រលប់ជិតយប់កាលណាក៏ហើរមកកាន់ទ្រនំនៃសម្បុកវិញជុំជុំគ្នាដើម្បីចូលនិន្ទ្រាគឺការសម្រាកលង់លក់យ៉ាងណាមិញព្រះភិក្ខុសង្ឃដែលបានចូលកាន់ព្រះវស្សាគ្រប់3ខែមិនដាច់ហើយបានក្រាក្រងកឋិននិងបានអនុមោទនានៅកឋិនទានរួចកាលណាគឺឈ្មោះថាបានធ្វើនៅកតិកាលក្ខន្តិកសញ្ញាលាគ្នាក្នុងមួយគ្រាសិនដើម្បីទៅកាន់ទិសទាំងពួងតាមបំណងរបស់ខ្លួននិងឈ្មោះថាបានលើកលែងទោសនិងអនុគ្រោះដល់បរិស័ទទាំងឡាយដោយសេចក្តីអនុគ្រោះចំពោះពុគ្រហស្ថទាំងឡាយណាដែលធ្វើនៅអំពើបាបមានការសម្លាប់សត្វជាដើមដើម្បីយកនៅសាច់សត្វនោះមកធ្វើចង្ហាន់ប្រគេនដល់ព្រះភិក្ខុសង្ឃដើម្បីទទួលឆាន់ហើយមិនឲ្យភិក្ខុសង្ឃទាំងឡាយនោះត្រូវទោសត្រូវអាបត្តិឡើយហើយព្រះភិក្ខុសង្ឃចេញទៅណាមកណាក្នុងទីដតីអាចមានការផ្ញើទុកនិងទុកដាក់នៅត្រៃចីវរៈនិងគ្រឿងបរិក្ខារចំពោះភិក្ខុដតីហើយខ្លួនអាចឃ្លាតចេញឆ្ងាយទៅក្នុងទីដតីបានអានិសង្ឃទាំងឡាយនេះកើតមាននៅក្នុងលក្ខន្តិកកតិកាសញ្ញាក្នុងថ្ងៃទទួលក្រាក្រងកឋិននិងអនុមោទនាកឋិនរួចក្នុងពេលនោះឯងប៉ុន្តែបើភិក្ខុសង្ឃណាមិនបានទទួលក្រាក្រងនៅកឋិននិងអនុមោទនានៅកឋិននោះទេគឺឈ្មោះថាមិនបានចូលរួមក្នុងការធ្វើលក្ខន្តិកកតិកាសញ្ញាជាមួយនឹងភិក្ខុសង្ឃទាំងឡាយក្នុងថ្ងៃចុងក្រោយជាទីបំផុតនៃការចេញព្រះវស្សានោះឯងគឺភិក្ខុណាមិនបានទទួលក្រាក្រងនៅកឋិននិងអនុមោទនានៅកឋិនទានឈ្មោះថាមិនបានទទួលចូលរួមក្នុងលក្ខន្តិកកតិកាសញ្ញារបស់ភិក្ខុសង្ឃហើយភិក្ខុនោះមិនបានទទួលនៅអានិសង្ឃ5ដោយភិក្ខុដែលបានទទួលក្រាក្រងនៅកឋិននិងអនុមោទនាកឋិននោះទេ
នេះគឺជាព្រះបំណងរបស់ព្រះអរហន្តសម្មាសម្ពុទ្ធជាបរមគ្រូនៃសត្វលោកទាំងឡាយ